ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបានអានសៀវភៅមួយហើយឃើញថាខ្ញុំបានអានតែផ្នែកខ្លះទេហើយឃើញថាមានចំណុចខ្លះល្អហើយខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដូចជាចំណុចវេយ្យាករណ៍កន្លែងនេះចឹងដែលមានចំណងជើងថា principal préposition et locution prépositive អញ្ចឹងក្នុងនេះខ្ញុំសូមសង្ខេបឲ្យខ្លីហ្មងទៅមានថាគឺចង់ឲ្យយើងយល់ច្បាស់អំពីធ្នាក់ហើយនឹងthe locution prépositive អាចថាជាកន្សោមពាក្យដែលផ្សំបញ្ចូលគ្នាជាមួយនឹងធ្នាក់ណាមួយហើយយើងនឹងសិក្សាស្វែងយល់អំពីអត្ថន័យរបស់វាអញ្ចឹងយើងមានជាតារាងបែបនេះផ្នែកខាងឆ្វេងនេះពីលើចុះក្រោមសង្ឃគឺអត្ថន័យហើយចំណុចទី2ជួរទី2នេះគឺ préposition et locution វាអាចជាធ្នាក់ឬក៏ជា locution prépositive អាចជាធ្នាក់ឬក៏អាចជាកន្សោមពាក្យមានធ្នាក់អីចឹងមកហើយខាងជួរទី3នេះគឺជាឧទាហរណ៍ឥឡូវយើងមើលpréposition ឧទាហរណ៍ថា en plus de outre addition មានថាការបូកបញ្ចូលបន្ថែមបើសិនជាយើងនិយាយពីបូកបញ្ចូលបន្ថែមរៀងពិបាកស្ដាប់ប៉ុន្តែនៅក្នុងការលើកយកឧទាហរណ៍អីមួយលើកយកហេតុផលអីមួយយើងចង់បន្ថែមហេតុផលបន្ថែមឧទាហរណ៍យើងអាចប្រើពាក្យនឹងបាន en plus de outre លើកឧទាហរណ៍ថា en plus d'une prime vous aurez une augmentation មានថាក្រៅពីលុយឧបត្ថម្ភបន្ថែម prime មានថាដូចជាលុយ tip លុយ bonus លុយចឹងទៅ vous aurez une augmentation មានថាអ្នកក៏មានការដំឡើងដែរដំឡើងមានថាអាចជាដំឡើងប្រាក់ខែចឹងមកដោយឡែកយើងមើល clear បន្ទាប់គេថា outre de ça ils avaient 3 chiens មានថាបន្ថែមពីគាត់មានឆ្មា2ក្បាលគាត់ក៏មានសត្វឆ្កែ3ក្បាលបន្ថែមទៀតមានអញ្ចឹង en plus de outre យើងចង់បន្ថែមពីអ្វីដែលយើងមានស្រាប់ចំណុចទី2គឺយើងមានធ្នាក់ a និងធ្នាក់ de យើងដឹងថាធ្នាក់ a ជាទូទៅយើងប្រើសំដៅទៅកាន់ទីកន្លែងឧទាហរណ៍ je vais OK en France je vais à Phnom Penh ហើយ de គឺជាធ្នាក់ដែរដែលបង្ហាញពីកន្លែងដែលយើងមកប៉ុន្តែអត្ថន័យកន្លែងនេះគឺមិនមែនសំដៅទៅលើទីកន្លែងទេគេនិយាយអំពី appartenance គឺសំដៅទៅលើកម្មសិទ្ធិឧទាហរណ៍ថា ce livre est à qui សៀវភៅនេះជារបស់នរណាគេឧទាហរណ៍ទី2 c'est le livre de Pierre ជាសៀវភៅរបស់លោក Pierre អញ្ចឹងមកអញ្ចឹង a de ប៉ុន្តែ a de ដែលខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងវាអាចជាធ្នាក់នៅពីមុខទីកន្លែងឧទាហរណ៍ថា je vais à Phnom Penh je viens de Phnom Penh ខ្ញុំទៅភ្នំពេញខ្ញុំមកពីភ្នំពេញអញ្ចឹងមកអូខេអញ្ចឹងធ្នាក់មួយទេប៉ុន្តែវាអាចមានន័យច្រើនសំដៅទៅលើស្ថានភាពហើយនឹងបរិបទហើយនឹងគេថាសំណងវេយ្យាករណ៍ attribution à pour យើងមានធ្នាក់បន្តទៀតគឺយើងមានធ្នាក់ a និងធ្នាក់ pour កន្លងមកយើងដឹងហើយ a pour ធ្វើអ្វីខ្លះប៉ុន្តែនៅកន្លែងនេះគឺ attribution បើសិនជាយើងប្រែស្រួលស្ដាប់គឺការចាត់តាំងឬក៏ការកំណត់ឲ្យអីមួយតួនាទីវាធ្វើអីមួយឧទាហរណ៍ថា donne le livre à Pierre មានថាយើងឲ្យសៀវភៅទៅPierre ចូលអ្នកឲ្យសៀវភៅទៅPierreអញ្ចឹងមកនៅពេលចំណុចទី2 une cuillère à café ប្រែមកថាស្លាបព្រាកាហ្វេមិនឲ្យស្លាបព្រាទៅកាហ្វេអត់ទេគឺស្លាបព្រាកាហ្វេដោយឡែកឧទាហរណ៍ទី3គឺ un lit pour deux មានថាក្រែមួយសម្រាប់មនុស្ស2នាក់អញ្ចឹងមានថាការកំណត់ attribution មានថាការកំណត់ការចាត់តាំងឲ្យកំណត់ឲ្យអីមួយអញ្ចឹងអូខេឧទាហរណ៍ថាស្លាបព្រាហ្នឹងគឺកំណត់ឲ្យប្រើសម្រាប់ដួសកាហ្វេដួសអញ្ចឹងមកអូខេក្រែហ្នឹងគឺសម្រាប់មនុស្ស2នាក់អញ្ចឹងមកបាទដោយឡែកចំណុចបន្ទាប់គឺយើងនិយាយអំពី agent គឺភ្នាក់ងារ de ou pas អញ្ចឹង entouré de ses amis et suivi par son chat អញ្ចឹងមានថាម៉េច entouré de ses amis មានថាហ៊ុំព័ទ្ធដោយមិត្តភ័ក្តិរបស់ពួកគេ
est suivi par son chat ហើយដើរតាមដោយឆ្មារបស់គាត់ suivi មានថា suivre អាចថាដើរតាមណាធ្វើតាមអញ្ចឹងមកដោយឡែកយើងនិយាយអំពី but មានថាគោលបំណងអញ្ចឹងគេថា rechercher pour afin de អញ្ចឹងពាក្យទាំងអស់នេះ pour afin de សុទ្ធតែបង្ហាញអូខេសុទ្ធតែជាធ្នាក់បង្ហាញអំពីកម្មវត្ថុឬគោលបំណងអីមួយយើងនឹងមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ថា pour afin de envoyer dans le but de façon à de manière à ឧទាហរណ៍ថា ils ont révisé pour l'examen គាត់រំលឹកមេរៀនសម្រាប់ការប្រឡង ils ont révisé en vue de l'examen ពាក្យទាំងអស់ហ្នឹងទៅសេខុសគ្នាមែនតែអត្ថន័យដូចគ្នាទៅបង្ហាញអំពីគោលបំណង en vue de pour ដូចគ្នាទេចំណុចបន្ទាប់គឺ ils ont révisé pour afin de dans le but de façon à de manière à réussir l'examen ជិះមានថាពួកគេរំលឹកមេរៀនដើម្បីឲ្យប្រឡងហ្នឹងបានជោគជ័យឬក៏ទទួលការជោគជ័យក្នុងការប្រឡងចឹងក៏បានដែរបាទដោយឡែក à éviter មានថាក្នុងគោលបំណងដើម្បីជៀសវាងរឿងអីមួយធ្វើអ្វីមួយ de peur de crainte de pour ne pas OK exemple ils ont révisé de peur de crainte de rater l'examen អញ្ចឹងក្នុងន័យនេះគឺគាត់រំលឹកមេរៀនដើម្បីកុំឲ្យ de peur de មានថាដោយសារតែគាត់ខ្លាច de crainte de ដោយសារតែគាត់ខ្លាចប្រឡងធ្លាក់អញ្ចឹងគោលបំណងដូចគ្នាគ្រាន់ថាទី1គឺយើងស្វែងរកអីមួយទី2ដើម្បីជៀសវាងអីមួយអញ្ចឹងគាត់រំលឹកមេរៀនដោយសារតែខ្លាចប្រឡងធ្លាក់ដល់ពេលខាងលើវិញគឺគាត់រំលឹកមេរៀនដោយសារតែគាត់ចង់ប្រឡងជាប់មានន័យដូចគ្នាណាគោលបំណងអូខេគឺចង់បានការប្រឡងជាប់ដូចគ្នាទេប៉ុន្តែយើងអាចប្រើប្រាស់វិធីទាំងអស់នោះបានស្រឡាញ់មួយណាប្រើមួយហ្នឹងឧទាហរណ៍បន្ទាប់គឺថា ils ont révisé pour ne pas rater l'examen អញ្ចឹងពួកគាត់រំលឹកមេរៀនដើម្បីកុំឲ្យប្រឡងធ្លាក់ rater កន្លែងហ្នឹងគឺខកខានប៉ុន្តែប្រែឲ្យចំគឺធ្លាក់ខ្លាចប្រឡងធ្លាក់បាទអូខេខ្លីៗណាស់សម្រាប់ឧទាហរណ៍ជាក់ស្ដែងនៅកន្លែងនេះតែម្ដងយើងមើលចំណុចមួយទៀតcause និយាយអំពីហេតុអញ្ចឹង but និយាយអំពីគោលបំណងដល់ពេល cause និយាយពីហេតុអីមួយណា cause étant donné vui à cause de en raison de យើងអាចប្រើមកថាដោយសារតែក៏បានដែរពាក្យទាំងអស់ហ្នឹងណាបាទឧទាហរណ៍ថា étant donné où vui son grand âge il n'a pas pu faire la marche en montagne ជិះមានថាម៉េចដោយសារតែអាយុរបស់គាត់អូខេគាត់មិនអាច faire la marche en montagne មានថាដើរលើភ្នំណាដើរឡើងភ្នំអីចឹងទៅអត្ថន័យដល់ឡែក clear ទី2 il n'a pas pu le faire en raison de son grand âge មានថាអាយុច្រើនណាអាយុច្រើនឬគាត់វ័យចំណាស់ចឹងមកអញ្ចឹងមានថាគាត់មិនអាចធ្វើវាបានទេដោយសារតែគាត់មានអាយុច្រើនហើយគាត់ចាស់ហើយដោយឡែកយើងនិយាយពី cause positive អញ្ចឹង cause ហេតុផលហ្នឹងគឺវាមានហេតុអវិជ្ជមាននិងហេតុវិជ្ជមានអញ្ចឹងដូចខាងលើនេះដោយសារតែគាត់អាយុចាស់អាយុច្រើនអញ្ចឹងមកណាគាត់មិនអាចឡើងភ្នំអីបានទៀតទេប៉ុន្តែខាងក្រោមនេះគឺ cause positive និយាយអំពីហេតុដែរប៉ុន្តែហេតុវិជ្ជមានមានថាន័យល្អ grâce à la faveur de ទៅជា il a eu ce travail grâce à ses relations គាត់ទទួលបានការងារមួយហ្នឹងដោយសារតែទំនាក់ទំនងរបស់គាត់របស់គាត់ទាំងអស់គ្នាហ្នឹងអញ្ចឹងខ្ញុំឃើញមេរៀននេះល្អខ្ញុំចែករំលែកប៉ុណ្ណឹងហើយយើងជួបគ្នាវីដេអូក្រោយបាទខ្ញុំបង្រួមឲ្យវិញវាស្របមកវិញណាល្អមេរៀននេះបាទអូខេជួបគ្នាវីដេអូក្រោយ